សូមជូនរឿងព្រាយខ្លាចូលខ្លួននាងតៃកាលពីព្រេងនាយមានភូមិមួយនៅឆ្ងាយដាច់ស្រយាលពីទីប្រជុំជនព័ទ្ធជុំវិញនោះដោយព្រៃជ្រៅមួយភូមិនោះស្ងប់ស្ងាត់ហើយតែងតែឮសូរសំឡេងសត្វយំកណ្ដាលព្រៃសំឡេងខ្យល់បក់រំភើយនៅក្នុងភូមិនោះពិតជាមានភាពស្ងប់ស្ងាត់ណាស់ហើយមានស្រីក្រមុំម្នាក់ឈ្មោះនាងតៃមានសម្រស់ស្រស់ស្អាតលើសគេឯងតែនាងមានជំងឺម្យ៉ាងគឺជំងឺភ្នែកម្ញោបដែលយើងហៅថាភ្នែកមើលអីមិនសូវឃើញតាំងពីក្មេងមកឪពុកម្ដាយរបស់នាងខិតខំរកគ្រូពេទ្យគ្រប់ទិសទីតែមិនអាចព្យាបាលនាងបានឡើយដោយសារតែភ្នែករបស់នាងម្ញោបនាងតៃមិនដែលបានចេញទៅក្រៅភូមិទេនាងរស់នៅតែក្នុងផ្ទះជាមួយម្ដាយរបស់នាងហើយនឹងធ្វើការងារផ្ទះបន្តិចបន្តួចតែប៉ុណ្ណោះថ្ងៃមួយម្ដាយនាងតៃកើតក្តីមេត្តាចំពោះកូនណាស់ក៏សម្រេចចិត្តទៅបន់ស្រន់នៅខ្ទមអារក្សអ្នកតាក្បែរព្រៃជ្រៅគាត់សុំឲ្យអារក្សអ្នកតាជួយឲ្យកូនស្រីរបស់គាត់ជាសះស្បើយពីជំងឺម្ញោបភ្នែកនោះអ្នកតាបានប្រាប់ម្ដាយនាងថាបើចង់ឲ្យកូនជាត្រូវតែទៅរកផ្កាចន្ទធូនៅឯកណ្ដាលព្រៃជ្រៅបំផុតផ្កានេះមានតែយប់ផ្កានេះរីកតែមួយយប់ក្នុងមួយឆ្នាំតែប៉ុណ្ណោះហើយមានតែអ្នកមានចិត្តបរិសុទ្ធទេទើបអាចរកវាឃើញម្ដាយនាងតៃត្រឡប់មកផ្ទះវិញទាំងសេចក្តីត្រេកអរហើយបានប្រាប់ដំណឹងនេះទៅដល់កូនរបស់គាត់នាងតៃមិនស្ទាក់ស្ទើរឡើយក៏សម្រេចចិត្តទៅរកផ្កាចន្ទធូនោះតែម្នាក់ឯងនាងតៃចាប់ផ្ដើមដើរចូលព្រៃតែម្នាក់ឯងដោយមានដំបងកាន់ទៅជាមួយដើម្បីស្ទាបផ្លូវបណ្ដើរនាងដើរទាំងភ័យខ្លាចព្រោះនាងមិនដែលបានចេញក្រៅពីភូមិឡើយសំឡេងសត្វយំកណ្ដាលព្រៃកាន់តែលាន់ខ្លាំងឡើងរឹតតែធ្វើឲ្យនាងភ័យញាប់ញ័រនាងនឹកដល់ពាក្យម្ដាយនាងដែលបានប្រាប់ថាមានតែចិត្តបរិសុទ្ធនោះទេទើបអាចរកផ្កាចន្ទធូឃើញនាងក៏ខិតខំតាំងចិត្តដើរទៅមុខបន្តទៀតនៅពេលដែលនាងតៃកំពុងតែដើរស្រាប់តែមានពស់ថ្លាន់មួយក្បាលដ៏ធំឃើញនាងដើរតែម្នាក់ឯងពស់នោះក៏បានវាមកជិតនាងហើយភ្នែករបស់ពស់ក្រហមឆ្អិនឆ្អៅសម្លឹងទៅនាងតៃភ័យញ័រអស់ខ្លួនប្រាណនាងដឹងថានាងមិនអាចរត់ទៅណារួចទេនាងនឹកក្នុងចិត្តថាប្រហែលជានាងអស់វាសនាហើយតែនាងតៃមិនស្រែកឡើយនាងបែរជាសំពះគិតក្នុងចិត្តថាអោព្រះអើយជួយខ្ញុំផងដោយសារតែភាពភ័យខ្លាចរបស់នាងក៏រត់ដោយគ្មានទិសដៅទៅណាចេះតែរត់ឲ្យតែរួចខ្លួននាងប្រឹងប្រែងរត់យ៉ាងលឿនបន្ទាប់មកនាងបានរត់ទៅបុកដើមឈើដួលនៅក្នុងព្រៃនោះនាងបានវាទៅជិតដើមឈើមួយធំអង្គុយជិតគល់ឈើនោះ
យំផងស្រែកផងខណៈពេលដែលនាងអង្គុយយំស្រាប់តែនាងបានឮសំឡេងជើងសត្វបោះជំហានមកយឺតមកជិតនាងស្មានថាជាការពិតប្រាកដក៏ភ័យរន្ធត់ចង់បះសក់តែសំឡេងនោះកាន់តែខិតមុខចិត្តទៅហើយនាងក៏បានធំក្លិនឈាមស្រស់តែម្ដងនាងតីប្រឹងបើកភ្នែកធំទោះបីជាភ្នែកនាងមញោបក៏ដោយនាងក៏ឃើញស្រមោលដ៏ធំមួយពីមុខនាងវាគឺជាព្រាយខ្លាមួយដ៏ធំព្រាយខ្លាមិនបានស៊ីនាងទេភ្លាមនោះបែរជាសម្លឹងមើលមុខនាងហើយអាណិតនាងដោយក្តីមេត្តាចំពោះនាងព្រាយខ្លានិយាយសំឡេងលាន់ឮដូចផ្គរលាន់ថាឯងមិនមែនជាមនុស្សធម្មតាទេឯងមានចិត្តបរិសុទ្ធណាស់តែពេលនេះឯងបានបាត់បង់ផ្លូវដើរហើយនៅក្នុងព្រៃនេះអញនឹងជួយឯងឲ្យរកផ្កាចន្ទូឃើញតែឯងត្រូវធ្វើតាមពាក្យសន្យារបស់អញឯងត្រូវតែអនុញ្ញាតឲ្យអញចូលខ្លួនឯងជាបណ្ដោះអាសន្ននាងតីខ្លាចហើយភ័យណាស់តែដោយសារតែនាងចង់បានផ្កាចន្ទូដើម្បីជាបាល់ភ្នែករបស់នាងក៏សម្រេចចិត្តព្រមតាមព្រាយខ្លានោះភ្លាមនៅពេលដែលនាងតីភ្ញាក់ឡើងនាងមានអារម្មណ៍ថាប្លែកនាងបានបើកភ្នែកបន្តិចម្ដងភ្នែករបស់នាងបានមើលឃើញហើយអ្វីដែលនាងបានមើលឃើញគឺជាពន្លឺចាំងចែងនៅចន្លោះដើមឈើមួយនាងបានស្រែកទាំងត្រេកអរខ្ញុំមើលឃើញវិញហើយនាងរត់ទៅរកកាច់ផ្កាចន្ទូដែលកំពុងរីកស្គុះស្គាយនៅក្បែរនាងផ្កានោះមានពណ៌សថ្លាចែងចាំងកណ្ដាលព្រៃងងឹតតែម្ដងនាងតីដឹងថានាងបានរកឃើញហើយនាងតីបានបេះផ្កាចន្ទូនោះដោយប្រុងប្រយ័ត្នតែភ្លាមនោះនាងមានអារម្មណ៍ថាឈឺចុកចាប់ពេញខ្លួននាងមានអារម្មណ៍ថាមិនមែនជាខ្លួនរបស់នាងទៀតទេនាងមានអារម្មណ៍ថាចង់ស៊ីសាច់ស្រស់ភ្នែករបស់នាងឡើងក្រហមឆ្អិនឆ្អៅដោយសារតែនាងមានការឈឺចាប់ខ្លាំងដូចជាខ្លាកំពុងតែនៅក្នុងខ្លួនរបស់នាងដឹងថានេះគឺជាឥទ្ធិពលរបស់ព្រាយខ្លានៃអប់រំរបស់រឿងព្រាយខ្លាចូលខ្លួននាងតីនេះគឺបង្រៀនអំពីគ្រោះថ្នាក់នៃការលោភលន់និងការស្វែងរកផ្លូវកាត់ដើម្បីសម្រេចបំណងប្រាថ្នានាងតីគឺចង់ឲ្យភ្នែករបស់នាងជារហូតព្រមឲ្យព្រាយខ្លាចូលខ្លួនទោះបីជានាងសម្រេចបំណងប្រាថ្នាក៏ពិតមែនតែនាងក៏ត្រូវទទួលរងនូវផលវិបាកយ៉ាងធ្ងន់ធ្ងរផងដែរវាជាការរំលឹកថាពេលខ្លះការសម្រេចបំណងប្រាថ្នារបស់យើងដោយភាពខុសអាចនាំមកនូវភាពភ័យខ្លាចនិងភាពដែលមិនមានសុភមង្គលរឿងនេះក៏បង្ហាញអំពីសារៈសំខាន់នៃការប្រុងប្រយ័ត្នអំពីឥទ្ធិពលអាក្រក់ដែលវាអាចបំផ្លាញខ្លួនយើងផងដែរសូមអរគុណ